ចាជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំគឺជាអ្នកគ្រូពេទ្យទូចចន្ទរាដែលព្យាបាលតាក់ទងជាមួយនឹងបញ្ហារោគបរោះរោគស្ត្រីបងប្អូនជាអាជីវកម្មខ្ញុំដំបូងនេះគឺចាប់ផ្ដើមឡើងគឺយើងអត់មានភ្ញៀវទេហើយបន្ទាប់ពីបានស្គាល់គាត់ហើយគាត់បានជំរុញចុងក្រោយនេះគឺយើងបានកើនឡើងចំណូលចាដូចជាមួយខែអញ្ចឹងយើងបាន$300ហើយបន្ទាប់ពីខាងមុខទៀតយើងសង្ឃឹមថាជាយាមធ្វើតាមគាត់បន្តទៀតយើងនឹងបានកើនឡើងច្រើនជាងនេះកន្លងមកខ្ញុំបានរៀនពីគេគឺបានតែទ្រឹស្ដីទេចាតែបន្ទាប់ពីរៀនបានជាមួយលោកគ្រូគឺរៀនភ្លាមយើងអនុវត្តភ្លាមហើយយើងឃើញលទ្ធផលភ្លាមតែម្ដងអញ្ចឹងដូចជាស្ដែងអញ្ចឹងគឺគាត់បានបរៀនតាក់ទងជាមួយមេរៀនទី1គឺការចំណូលចំណាយថាលុយត្រូវធ្វើម៉េចបែងចែកទៅណាខ្លះគឺយើងដឹងហ្មងថាត្រូវបែងចែកទៅណាគឺដឹងក្នុងនឹងទាំងអស់ហើយបន្ទាប់ទៀតគឺគាត់បរៀនអំពី Digital Marketing ថាយើងត្រូវធ្វើម៉េចយើងត្រូវប្រម៉ូទដោយយ៉ាងម៉េចដើម្បីឲ្យចំណូលរបស់យើងកើនឡើងភ្ញៀវរបស់យើងបានកើនឡើងដូចគ្នាបើសិនជាបងប្អូនចាប់អារម្មណ៍ថាចង់រៀនដែរបងប្អូនហើយអត់ចំណាយលុយទេបងប្អូនអញ្ចឹងបងប្អូនអាចតាក់ទងរៀនជាមួយនឹងលោកគ្រូបានដូចជាបទពិសោធន៍ខ្ញុំគឺអាជីវកម្មនឹងបានរីកចម្រើនតែម្ដងបងប្អូនព្យាយាមហើយស្វាស្វែងហើយអ្វីដែលសំខាន់គឺអត់អស់ថវិកាទេបងប្អូនការបរិញ្ញាព្រីបងប្អូនអត់មានគិតលុយថវិកាអីទាំងអស់ចុងក្រោយសូមអរគុណហើយសូមជម្រាបលាបងប្អូនអរគុណ